សួស្តីទៅកាន់អ្នកគ្រប់គ្នាថ្ងៃនេះគឺយើងនឹងមកបន្តសាច់រឿងយើងផងដែរហើយមុនឈានចូលដល់ក្នុងវីដេអូនេះអ្នកគ្រប់គ្នាកុំភ្លេចជួយ Subscribe ហើយនិងដាក់ Like ឲ្យខ្ញុំម្នាក់មួយផងប្រសិនជាបានចុចហើយតោះយើងចូលតែម្ដងទៅកុំឲ្យខាត់ពេលយូរចាប់ផ្ដើមនៅពេលនេះផងដែរអ្នកទាំងពីរក៏បានសាកនៅកម្លាំងគ្នាចឹងមីងក៏ត្រូវបានខ្ទាតមកវិញដោយគេបាននិយាយថាឯងចឹងឈិនបាននិយាយទៅកាន់គេថាយើងសង្ស័យថាឯងពិតជាខ្សោយក្នុងការហ្វឹកហាត់របស់ឯងនៅក្នុងឆ្នាំនេះតើឯងបានចំណាយអស់ទាំងការខំប្រឹងរបស់ឯងមែនទេទៅលើអ្នកបម្រើនោះចាប់តាំងពីឯងសាឡបងយើងឯងគួរតែព្យាយាមទប់ទល់នឹងយើងហើយគាត់ក៏បានស្ទុះទៅវិញនឹងគេដៃប៉ះដៃជើងប៉ះជើងតែគេគេចផុតតែជើងទី3ក៏ត្រូវទប់ជាប់ទៀតនឹងបានបដូរកណ្ដាប់ខ្នែគ្នាទៅវិញទៅមកយ៉ាងឆិនវាមួយកណ្ដាប់ដៃត្រូវគេទប់ទល់មួយដៃទៀតបានធ្វើឲ្យគេខ្ទាតនិងបានស្ទុះចូលទៅបន្ថែមនិងបានប្រើនៅយុទ្ធសាស្ត្រកណ្ដាប់ដៃមហាទម្ងន់វេមួយទំហឹងនឹងធ្វើឲ្យយ៉ាងមីងខ្ទាតទៅឆ្ងាយនិងរងរបួសថែមទៀតយ៉ាងឆិនបាននិយាយថាវាគួរតែដល់ពេលឯងត្រូវដល់ខាតជំនាញរបស់ឯងហើយបើមិនដូច្នេះទេឯងគឺមិនអាចទទួលចំណាត់ថ្នាក់ល្អនៅក្នុងការប្រកួតដ៏ធំនោះឡើយយ៉ាងមីងក៏បញ្ជាឲ្យកូនចៅរបស់គេចូលទៅចាត់ការនឹងយ៉ាងឆិនហើយគេនឹងផ្ដល់រង្វាន់ជូនបើមានអ្វីកើតឡើងនឹងទទួលខុសត្រូវបរិមម្នាក់នៅក្នុងចំណោមពួកគេក៏បាននិយាយថាគេនឹងបង្រៀនទៅកាន់យ៉ាងឆិនអំពីច្បាប់យ៉ាងឆិនក៏បាននិយាយទៅកាន់ពួកគេថាតើត្រូវការបញ្ចូលមកចាក់ក៏ទេហើយក៏ឲ្យពួកគេចាក់ចេញបរិមនោះក៏សំទោសចំពោះរឿងដែលបានកើតឡើងនៅពេលខាងក្រោយបន្តិចទៀតនេះហើយគេក៏បាននិយាយឡើងថាកណ្ដាប់ដៃតែក៏ត្រូវយ៉ាងឆិនចាប់បោកវិញខ្ទាតឡើងឆ្ងាយហើយគាត់ក៏បង្ហាញអ្នកដែលនៅសល់ហើយគាត់ក៏បាននិយាយថាទៅប្រាប់លោកម្ចាស់របស់ឯងកុំឲ្យមករញ៉េរញ៉ៃនឹងយើងម្ដងទៀតរួចក៏ឲ្យពួកគេចាក់ចេញទៅបន្ទាប់ពីពួកគេបានចាក់ចេញទៅយ៉ាងឆិនក៏នាំអ្នកបម្រើរបស់គាត់ចូលមកសម្រាកបន្ទាប់ពីគាត់បានជួយលាបស្នាមរបឲ្យនាងហើយគាត់ក៏នៅឃើញនៅវិធីមួយរួចក៏ឲ្យនាងក្រោកឈរឡើងហើយក៏នៅឲ្យស្ងៀមបន្ទាប់មកគាត់ក៏បានប្រើនៅយុទ្ធសាស្ត្រចុចចំចំណុចសំខាន់ហើយក៏ប្រើយុទ្ធសាស្ត្របញ្ជាឲ្យខ្លួននាងអណ្ដែតឡើងទៅលើនិងប្រើយុទ្ធសាស្ត្របន្តហើយគាត់ក៏បាននិយាយថាព្រលឹងតើនៅក្នុងខ្លួននាងគឺមិនធម្មតានោះឡើយវាត្រូវការថាមពលពីគាត់ច្រើនគ្រាន់តែធ្វើឲ្យវាមានព្រលឹងតើខាងក្នុងដាស់ឡើងហើយគាត់ក៏ភ្ញាក់ផ្អើលបន្តិចដោយនិយាយឡើងថានាងមានអាបធ្មប់ជាប្រភេទព្រលឹងតើអូរ៉ាដ៏បរិសុទ្ធតើវាអាចជាហើយនោះលោកគ្រូរបស់គាត់ក៏បានប្រាប់ថាព្រលឹងតើរបស់នាងគឺអស្ចារ្យណាស់វាជាកម្រិតថ្នាក់កណ្ដាលនៃថ្នាក់ធាតុព្រលឹងតើអណ្ដាតភ្លើងឋានសួគ៌ដោយការហ្វឹកហាត់បានល្អនាងអាចគ្រប់គ្រងភ្លើងបានទាំងអស់នៅក្នុងពិភពលោកនាពេលអនាគតហើយក៏ប្រាប់យ៉ាងឆិនថាឯងសំណាងហើយនាងនឹងជាជំនួយដ៏ល្អសម្រាប់ឯងយ៉ាងឆិនក៏បាននិយាយថាមិនថាអាណាចក្រសៀដ៏អស្ចារ្យមានមោទនភាពជាច្រើនជាមួយនឹងព្រលឹងតានៃថ្នាក់ធាតុហើយក៏បានឆ្ងល់ថានាងមកពីណាបន្ទាប់មកក៏ប្រញាប់ទៅទ្រនាងក៏សួរទៅកាន់យ៉ាងឆិនថាតើនាងមានការអ្វីទេដោយសារនាងមានអារម្មណ៍ថារាងខ្សោយជាងមុនគាត់ក៏តបថាមិនអីនោះទេវាមានតាត្រូវបានដាស់ឡើងហើយនាងអាចចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃនេះតទៅហើយក៏បានណែនាំនាងបន្ថែមនិងមិនឲ្យនាងប្រាប់រឿងនេះទៅដល់នរណានោះឡើយកាត់មកនៅកន្លែងផ្សារនេះវិញយ៉ាងឆិនក៏បានគិតថាធនធានសម្រាប់ការហ្វឹកហាត់ខ្លួនគាត់ផ្ទាល់វាគ្រប់គ្រាន់ហើយឥឡូវនេះថែមស៊ឺម្នាក់ទៀតវាពិតជាមានសម្ពាធច្រើនកំពុងតែគិតសុកនោះក៏មានបុរសម្នាក់សួរគាត់ថាកំពុងរមើលអ្វីអូនេះជាយ៉ាងឆិនដែលមានព្រលឹងតាកម្រិតទាបនៅថ្នាក់ហងមែនទេមិនតាន់បានសន្ទនាគ្នាយ៉ាងណាផងនោះសេរីរឿងរបស់យើងក៏បានកាត់ចប់ត្រឹមនេះជាចុងក្រោយអ្នកគ្រប់គ្នាកុំភ្លេចចុច Subscribe ហើយនឹងដាក់សញ្ញាកណ្ដឹងខ្ញុំនេះផងនិង Like នៅវីដេអូនេះផងដែរហើយក៏សូមអរគុណទុកជាមុនផងដែរអរគុណបាយបាយ